ចាគោរពជំរាបសួរបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះត្រឡប់មកទៀតហើយនាំបងប្អូនមកទស្សនាឲ្យខ្ទេចឲ្យខ្ទីដោយខ្ទឹមណាបងប្អូនណាចានៅប្រាសាទបណ្ដុំបរិវេណប្រាសាទ4រួមគ្នាតែមួយចង់និយាយថាពីវីដេអូមុននាងខ្ញុំក៏បានជម្រាបជូនបងប្អូនរួចហើយនៅប្រាសាទដែលនៅចិត្តគ្នាបំផុតចាដែលជិះឡានចូលទៅឈប់នៅខាងមុខប្រាសាទហើយដើរចូលទៅក្នុងប្រាសាទថតរូបថតអីបានណាបងប្អូនណាចាពីប្រទេសឥណ្ឌាចានៅតំបន់ខុជរ៉ៅចានៅ Madhya Pradesh ចានៅភូមិ Madhya Pradesh អញ្ចឹងនេះគឺជាបណ្ដុំប្រាសាទថ្ងៃដែលនាងខ្ញុំទៅគឺបែបនេះណាបងប្អូនណាចារចនាសម្ព័ន្ធរចនាបថគេគឺបែបនេះចាប្រាសាទរបស់គេហ្នឹងគឺមានតម្រង់អញ្ចឹងឯងចានេះគឺគេតំណាងឲ្យការបង្កើតកំណើតមនុស្សម្ដងទៀតប្រាសាទមាន1 2 3 4ចា4ប្រាសាទហ្នឹងគឺជាប្រាសាទដែលនៅល្អហើយស្អាតជាងគេទើបគេធ្វើជាបរិវេណសម្រាប់ឲ្យភ្ញៀវទេសចរចូលមកដើរកំសាន្តណាបងប្អូនណាចាហើយអ្វីដែលអស្ចារ្យបំផុតហ្នឹងគឺឮមកថាសំបីតែចៅហ្វាយខេត្តក៏រើសសម្រាមដាក់ក្នុងធុងសម្រាមដែរណាបងប្អូនណាកន្លែងនេះគឺមានការបើកជាតំបន់ទេសចរពេលថ្ងៃនិងពេលយប់គឺមានរបាំនៅកន្លែងហ្នឹងរបាំជារបាំហ្នឹងគឺជាប្រពៃណីវប្បធម៌របស់គេហៅថារបាំអប្សរាចាដូចយើងដែររបាំអប្សរាហ្នឹងណាបងប្អូនណានៅបរិវេណប្រាសាទហ្នឹងជាការរាំហើយដាក់សម្លេងភ្លេងលឺតែនាងខ្ញុំចូលបានចូលទៅដែរតែគេហាមមិនឲ្យថតពេលហ្នឹងណាហើយគេរាំរបាំនោះគឺរាំរបាំបុរាណគេគឺជារបាំអប្សរារបស់ឥណ្ឌាណាបងប្អូនណាចាប៉ុន្តែមិនមែនរាំរបៀបដូចយើងទេរាំចេញក្បាច់ដូចជាឥណ្ឌាមកតែម្ដងហើយតំបន់ទេសចរនៅទីនេះគឺនៅភូមិនេះគឺ24ម៉ោងគឺគេរកលុយបានរហូតណាបងប្អូនចាហើយនេះគឺខ្លោងទ្វារប្រាសាទដែលមានរូបស្ដេចមកចារូបហ្នឹងគេហៅថារូបស្ដេចមកណាបងប្អូនណាចាគឺរូបស្ដេចមកគេហើយកន្លែងនេះប្រាសាទតំបន់4ប្រាសាទហ្នឹងរួមគ្នាហ្នឹងគឺមានបរិវេណរាងធំជាងប្រាសាទមុនដែលនាងខ្ញុំថតផ្ដិតយករូបភាពជូនបងប្អូនទស្សនាចាហើយគ្រីបដែកគ្រីបអីនេះគេទំតែគ្រីបឥឡូវទេណាទ្វារដែកនេះចាគឺគេមិនអោយអនុញ្ញាតឲ្យមនុស្សចូលពេលយប់ផ្ដេសផ្ដាស់អីចឹងណាបងប្អូនណាចាហើយពេលថ្ងៃហ្នឹងក៏មានអ្នកមើលថែដែរព្រោះអីនៅប្រាសាទនេះធ្លាប់មានកាលពីដើមឡើយយូរលង់ហើយប្រហែលជារាប់ពាន់ឆ្នាំមុនហ្នឹងចាបងប្អូនមើលជន់ដើរគេណាគឺរចនាបថផ្កាឈូកចាហើយនេះគឺតំណាងឲ្យម្ដាយកន្លែងបង្កើតកូនចាកន្លែងបង្កើតកូនចាហើយនេះគឺជាលិង្គព្រះសិវលិង្គចាសីវលិង្គចាភាសាអង់គ្លេសភាសាឥណ្ឌាដែលនាងខ្ញុំនិយាយសីវលិង្គហ្នឹងគឺលិង្គមិនមែនលឹងទេតែខ្មែរយើងថាសីវលិង្គអញ្ចឹងណាតែភាសាសំស្ក្រឹតគឺសីវលិង្គចាភាសាឥណ្ឌាតែម្ដងហើយរចនាបថគឺបែបនេះណាបងប្អូនណារាប់ពាន់ឆ្នាំមកហើយគឺមានសាសនាអ៊ីស្លាមចូលមកកាត់រូបនេះរូបចម្លាក់នេះកាត់កកាត់អីចឹងណាវាយបំបែកព្រោះអីគេមិនសូវចូលចិត្តប្រមាណទេមានរូបអាភាសនឹងតែតាមក៏ពិតរូបអាភាសនេះគឺជាការបង្កើតកំណើតមនុស្សដែលឡើងវិញដែលចិត្តផុតពូជនឹងឡើងមកវិញហើយប្តីខ្ញុំនេះដើរកាត់ថ្ងៃចា43អង្សាណាបងប្អូនណាថ្ងៃដែលខ្ញុំទៅហើយនេះគឺផ្កាឈូកចានេះគឺដំបូលប្រាសាទរចនាបថគេហៅដោយថាផ្កាឈូកកំពុំឈូកគេនោះបងប្អូនចាហើយរចនាបថប្រាសាទគឺរបៀបនេះណាបងប្អូនណាចាហើយប្រាសាទដែលនាងខ្ញុំទៅនេះគឺធំជាងប្រាសាទដែលនាងខ្ញុំទៅមុនទូចចាបណ្ដុំប្រាសាទមាន4ប្រាសាទហើយខាងលើហ្នឹងគេតំណាងឲ្យសិវៈវិស្ណុសិវៈហើយនិងមហាចាអញ្ចឹងគេតំណាងឲ្យសាសនាហិណ្ឌូតែម្ដងចាបងប្អូន
ក្តៅណាបងប្អូនឃើញតែអញ្ចឹងមេឃក្តៅឡើងចេះក្តៅជាងប្រទេសយើងទៀតណាបងប្អូនតែបើល្ងាជាងប្រទេសយើងហើយមានធ្លាក់ព្រិលទៀតចាហើយប្រាសាទគឺដូចនេះឯងដែលនាងខ្ញុំផ្ដិតយករូបភាពមកជម្រាបជូនបងប្អូនកម្មចិនដាគឺរបៀបនេះចាហើយនេះគឺប្រាសាទទី2ដែលនាងខ្ញុំឡើងទៅនាងខ្ញុំអត់បានឡើងពីប្រាសាទនាងខ្ញុំទៅដើរលេងបានតែពីប្រាសាទទេបងប្អូនព្រោះអីក្តៅផងហត់ផងហើយទៅលេងមុខទៅលេងរួចហើយទៅលេងមុខទៅមុខលេងរួចចានេះប្រាសាទដែលនាងខ្ញុំដើរមិញណាបងប្អូនចុះមកដល់ក្រោមគឺថតយកផ្ដិតរូបភាពជូនបងប្អូនទស្សនាចាហើយមិនចុះមកដល់ក្រោមចុះមកដល់ប្រាសាទមួយទៀតចាមកដល់ប្រាសាទមួយទៀតក្បែរគ្នានឹងឯងបងប្អូនចាបណ្ដុំប្រាសាទហើយរចនាបថគេស្អាតហើយចំណែកស្វាមីនាងខ្ញុំដើរនេះកូនពៅអ្នកមេចាដើរលេចង់ហូរឈាមច្រមុះនាងខ្ញុំថាអង្គុយចាំហ្នឹងហើយខ្ញុំថតផ្ដិតយករូបភាពអ្នកឯងថតអីថតទៅអញ្ចឹងនាងខ្ញុំដើរថតបន្តចាហត់ទៅណាបងប្អូនក្តៅមែនតែនក្តៅឡើងឡាស់ក្តៅហើយអត់ខ្យល់ទៀតពេលដែលនាងខ្ញុំទៅហ្នឹងណាប៉ុន្តែស្អាតបងប្អូនប្រាសាទគេស្អាតហើយនេះចូលមកដល់ក្រោមបានទឹកញ៉ាំហើយបងប្អូនអើយបងប្អូន43អង្សាបងប្អូនក្តៅនោះមហាសែនក្តៅណាបងប្អូនណាប៉ុន្តែ43អង្សាពេលថ្ងៃអញ្ចឹងទេដល់ពេលនាងខ្ញុំពេលដែលនាងខ្ញុំទៅដល់សន្តាគារវិញពេលល្ងាចណាមានភ្លៀងហើយធ្លាក់ព្រិលប៉ុនមេដៃទៀតបងប្អូនចាប្រាសាទគឺបែបនេះណាចាផ្ទៃខាងក្នុងហើយបងប្អូនខ្មែរយើងចាអញ្ជើញទៅពីព្រះរាជាណាចក្រកម្ពុជាទៅគឺភាគច្រើនទៅលេងខាងពុទ្ធប្រវត្តិខាងអីនោះតែសម្រាប់នាងខ្ញុំគឺស្វាមីនាំមកលេងនៅប្រាសាទហិណ្ឌូដែលសឹងតែអត់មានអ្នកណាទៅផ្ដិតយករូបភាពមកជម្រាបជូនបងប្អូនសោះប្រាសាទខាងនោះដែលនាងខ្ញុំថតមិញនាងខ្ញុំអត់បានចូលលេងទេហើយប្រាសាទខាងនេះក៏អត់បានចូលលេងដែរតែនាងខ្ញុំថតពីក្រៅដើរកាត់ទៅចេញទៅក្រៅបងប្អូនរចនាបថរបៀបនេះហើយនឹងមានបែបជានេះបងប្អូននាងខ្ញុំឃើញក្បាលនេះនាងខ្ញុំនឹកឃើញដល់ប្រាសាទនាគពន្ធយើងបងប្អូនដែលគេហៅថាធាតុទឹកធាតុដីធាតុភ្លើងធាតុខ្យល់ណាចាហើយនេះគ្រាន់តែជាការលូបង្ហូរទឹកចេញពីប្រាសាទដើម្បីកុំឲ្យទឹកនៅដក់ជាប់ប្រាសាទហ្នឹងណាប៉ុន្តែគេសាងសង់ជាធាតុទាំង4ណាបងប្អូនណាទឹកដីភ្លើងខ្យល់ហើយឮថាឮគេដំណាលថាពីមុនហ្នឹងក៏គេអាចទៅមុជទឹកកន្លែងហ្នឹងដើម្បីជំរះមន្ទិលចានេះប្រាសាទខាងនេះពណ៌សមិញហ្នឹងនាងខ្ញុំបានចូលទេចាដើម្បីជំរះមន្ទិលក៏ដូចជាលើករាសីចាហើយសិតតែជាគេគិតថាជាកន្លែងស័ក្តិសិទ្ធិទាំងអស់ណាបងប្អូនណារចនាបថគឺរបៀបនេះដែលនាងខ្ញុំថតជម្រាបជូនបងប្អូនចានេះជាក្បូរក្បាច់រចនារបស់ឥណ្ឌាសុទ្ធណាបងប្អូនណាចាជាក្បូរក្បាច់រចនារបស់ប្រទេសឥណ្ឌាចាគឺប្រាសាទបែបនេះនេះប្រាសាទនេះនាងខ្ញុំអត់បានឡើងទេប្រាសាទមិញក៏អត់បានឡើងដែរគ្រាន់តែថតពីក្រៅប្តីនាងខ្ញុំថាក្តៅណាស់ត្រឡប់ទៅវិញគាត់ហូរឈាមច្រមុះឥឡូវហើយចានេះគឺថតពីក្រៅប្រាសាទណាបងប្អូនណាបរិវេណប្រាសាទខាងក្នុងចំណែកខាងក្រៅនេះតែ20ម៉ែត្រចានេះគឺមានហាងលក់ដូរម្ហូបញ៉ាំម្ហូបដែលជាបន្លែបងប្អូនហើយនេះប៉ុស្តិ៍ប៉ូលីសគេចាភូមិស្រុកគេធ្វើនៅក្បែរប្រាសាទហ្នឹងតែ20ម៉ែត្រទេណាបងប្អូនណាគេអត់មានជំលះអ្នកស្រុកចេញគេអត់មានថាខ្លាចបាក់ប្រាសាទខូចខាតអីទេគឺរស់នៅហើយដើម្បីឲ្យអ្នកស្រុកហ្នឹងលក់ដូរ24ម៉ោងមកបងប្អូនឆ្លាស់គ្នាលក់ហ្មងណាចាហើយអ្នកដែលទំនេរអាចបោសឲ្យសម្អាតបរិវេណហ្នឹងបានទៀតអរគុណបងប្អូនគោរពលា